ថ្ងៃនេះខ្ញុំមកថ្លឹងទម្ងន់រឿងសែនឆ្ងាយក្បែរនេះតាមពិតទៅរឿងហ្នឹងគឺខ្ញុំមើលឲ្យពីថ្ងៃឯងក៏ប៉ុន្តែទៅតែនឹកឃើញថាមក review គេហ្នឹងហើយខ្ញុំអាចនិយាយបានថានេះគឺជារឿងមួយដែលលើសពីការរំពឹងទុករបស់ខ្ញុំដំបូងខ្ញុំគិតថាវាគ្រាន់តែជារឿងស្នេហាបែបសិស្សសាលាធម្មតាដូចតែអារឿង1000ទៀតខ្ញុំធ្លាប់មើលចង់និយាយថាខ្ញុំមិនមែនជាប្រិយមិត្តរឿងស្នេហាទេក៏ប៉ុន្តែរឿងស្នេហានៅក្នុងរឿងនេះគឺកំសាន្តខ្ញុំខ្លាំងមែនទែនហើយនៅពេលដែលខ្ញុំអង្គុយមើលរឿងនេះគឺខ្ញុំទទួលបានអារម្មណ៍ច្រើនខ្លាំងមែនទែនមិនបាច់ភ័យទេខ្ញុំអត់ spoil តែចំណុចដ៏សំខាន់មួយដែលខ្ញុំចង់និយាយនៅក្នុងរឿងហ្នឹងគឺទីបំផុតកូនខ្មែរធ្វើបានហើយនៅពេលដែលខ្ញុំអង្គុយមើលរឿងនេះគឺខ្ញុំមើលឃើញដល់ចក្ខុវិស័យអ្នកដែលគាត់ស្រឡាញ់កុន director ដែលគាត់ដឹកនាំរឿងនេះនៅពេលដែលយើងមើលរឿងហ្នឹងហើយគឺយើងយល់ថាគាត់គឺជាអ្នកដែលស្រឡាញ់កុនបរហើយមិនមែនដូចរឿងខ្មោចមួយចំនួនសេសាច់រឿងតតែចាក់តកន្លែងបន្លាចយើងបន្តិចហើយចប់ហើយចំណុចមួយទៀតដែលរឿងនេះធ្វើបានល្អខ្លាំងមែនទែនគឺវិធីសាស្ត្រក្នុងការនិទានសាច់រឿងឲ្យអ្នកទស្សនាស្ដាប់ខ្ញុំអត់ខ្វល់ថារឿងហ្នឹងមានសាច់រឿងល្អខ្លាំងប៉ុណ្ណាទេសំខាន់ឲ្យតែនិទានសាច់រឿងមកឲ្យអ្នកមើលស្រួលយល់អ្នកមើលល្អមើលគឺល្អមើលរឿងខ្លះមានសាច់រឿងល្អទៅសេមកឡើងគួរឲ្យចាប់អារម្មណ៍ក៏ប៉ុន្តែនិទានមកភ្លាវអ្នកមើលបានផ្លែតដើរចេញបរហើយក៏ប៉ុន្តែនៅក្នុងរឿងនេះគឺមានសាច់រឿងដ៏សាមញ្ញខ្លាំងមែនទែនក៏ប៉ុន្តែនៅពេលដែលគេនិទានឲ្យយើងស្ដាប់គឺយើងចូលអារម្មណ៍ជាមួយបរហើយបាននិយាយពីការថតនៅក្នុងរឿងនេះគឺថតបានល្អខ្លាំងមែនទែនទាំងការចាប់ប្លង់ camera angle ទាំង color grading គឺគេធ្វើបានល្អខ្លាំងមែនទែនហើយរឿងហ្នឹងគឺគេយកពណ៌ដែលខ្ញុំចូលចិត្តយកមកធ្វើមានពណ៌ទឹកសមុទ្រពណ៌សហើយនិងពណ៌បៃតងហើយពណ៌ទាំងអស់ហ្នឹងគឺដាក់មកត្រូវជាមួយនឹងអត្តភាពនៅស្រុកស្រែនឹងខ្លាំងមែនទែនខ្ញុំអត់ដឹងថាដើមទុននៅក្នុងរឿងហ្នឹងផលិតអស់ប្រមាណទេក៏ប៉ុន្តែធ្វើបានគុណភាពប៉ុណ្ណឹងខ្ញុំជឿថាអស់ក៏មិនតិចដែរហើយខ្ញុំក៏បានទៅធ្វើការស្រាវជ្រាវនៅក្នុងរឿងហ្នឹងតួអង្គដែលសម្ដែងនៅក្នុងរឿងហ្នឹងគឺក្មេងៗខ្លាំងមែនទែនសំខាន់នេះគឺជាលើកទី1ដែលពួកគាត់សម្ដែងទៀតអត់ចាញ់សិល្បករចាស់ទេយមែននេះគឺជារឿងមួយដែលអ្នកថតកុនផ្សេងគួរតែយកគំរូតាមបាននិយាយពីចំណាប់អារម្មណ៍របស់ខ្ញុំបរហើយខ្ញុំពិតជាមានការសប្បាយចិត្តខ្លាំងមែនទែននៅពេលដែលខ្ញុំឃើញខ្សែភាពយន្តខ្មែរយើងមានការរីកចម្រើនអញ្ចឹងដោយសារតែខ្ញុំជាមនុស្សម្នាក់ដែលស្រឡាញ់វិស័យខ្សែភាពយន្តខ្លាំងមែនទែនហើយនៅពេលខ្ញុំឃើញខ្មែរយើងរីកចម្រើនអញ្ចឹងគឺខ្ញុំសប្បាយចិត្តខ្លាំងមែនទែនហើយខ្ញុំសង្ឃឹមថាខ្មែរយើងនៅតែបន្តរីកចម្រើនពីមួយជំនាន់ទៅមួយជំនាន់ទៀតខ្ញុំសង្ឃឹមថាថ្ងៃណាមួយខ្សែភាពយន្តខ្មែរយើងអាចចាក់នៅលើ Hollywood បានអត់មានអីនិយាយច្រើនទេយោងតាមការថ្លឹងថ្លែងតាំងពីដើមរហូតដល់ចប់មករឿងសែនឆ្ងាយក្បែរនេះមានទម្ងន់80គីឡូវីដេអូថ្ងៃនេះមានប៉ុណ្ណឹងជួបគ្នាវីដេអូក្រោយបាយ